មាននិទានដំណាលថាអំពីស្ដេចស្វាអាគមដែលតាំងសិលរាប់រយឆ្នាំបានក្លាយទៅជាស្វាអាគមដែលចេះភាសានិងជាស្ដេចស្វាសមួយដែលរស់នៅក្នុងព្រៃគ្រប់គ្រងស្វារាប់រយរាប់ពាន់វេលាថ្ងៃមួយមានប្តីប្រពន្ធពីរនាក់ជាអ្នកកាប់ឈើលក់នៅថ្ងៃមួយពួកគាត់បានចូលទៅកាប់ឈើទៅដល់កន្លែងដែលពពួកស្វារស់នៅក្នុងចំណោមនោះស្វាមានស្វាសមួយជាអ្នកដឹកនាំក្រុមហើយចេះនិយាយភាសាមនុស្សផងដែរណែយាយវាយាយឯងមើលទៅដើមឈើនោះទៅធំដល់ហើយយាយអើយមើលទៅយើងមុខជាលក់បានថ្លៃជាមិនខានឡើយណាលោកយាយអើយពិតមែនហើយតាវាអើយអញ្ចឹងតាឯងឆាប់ចូលទៅកាប់វាទៅណារំពេចនោះស្ដេចស្វាសអាគមក៏បាននៅទីនោះស្ដាប់ឮលោកយាយលោកតាទាំងពីរនាក់និយាយបែបនេះភ្លាមក៏លោតចេញមកក្រៅហើយនិយាយទៅកាន់តាយាយថាណែតាយាយទាំងពីរសូមតាយាយទាំងពីរកុំកាប់ឈើនេះពីព្រោះវាជាទីជម្រករបស់ពពួកស្វាខ្ញុំបើតាយាយទាំងពីរនាក់កាប់ដើមឈើនេះកូនស្វាតូចដែលអាស្រ័យនៅលើដើមនេះមុខជាត្រូវស្លាប់ជាពុំខានឡើយយីអាស្វានេះចេះនិយាយទៀតដូចក្នុងរឿងនិទានដល់ហើយតាវាអើយអាហ្នឹងអញមែនហើយយាយវាបើយើងចាប់វាយកទៅលក់ណោះមុខជាបានថ្លៃជាមិនខានឡើយណាយាយវាអើយណែមនាលអាសត្វស្វាហេតុអីបានជាយើងនេះត្រូវស្ដាប់ពីអង្វររបស់ឯងយើងមិនត្រឹមតែកាប់ដើមឈើនេះទេយើងនឹងចាប់ពួកអាស្វាឯងទាំងអស់នេះនឹងយកទៅលក់ទៀតផងស្ដេចស្វាអាគមបានដឹងថាមនុស្សលោកលោភលន់និងមាសប្រាក់ក៏និយាយថាបើអ្នកទាំងពីរមិនកាប់ដើមឈើនេះហើយមិនចាប់ពួកយើងនឹងឲ្យមាសមួយក្រឡជំនួសវិញព្រោះយើងដឹងថាលោកតាលោកយាយគឺមាសប្រាក់សំខាន់សម្រាប់អ្នកទាំងពីរណាស់តែបើអ្នកទាំងពីរកាប់ដើមឈើនេះហើយចាប់ពួកយើងទៅលក់ក៏មិនបានស្មើមាសប្រាក់មួយក្រឡនេះដែរសូមអ្នកទាំងពីរគិតឲ្យច្បាស់ទៅមែនហើយតាវាបើយើងយកអាសត្វស្វាទាំងអស់នេះទៅលក់ក៏មិនបានមាសប្រាក់មួយក្រឡនោះដែរណាលោកតាវាយើងយល់ព្រមនឹងពួកវាទៅណាពិតមែនហើយយាយវាយាយឯងនិយាយត្រូវទៀតហើយអញ្ចឹងយើងយល់ព្រមនឹងវាក៏បានដែរណាលោកយាយអូចុះពួកឯងយើងយល់ព្រមហើយតើមាសប្រាក់នោះឯងយកមកពេលណាបាទពេលនេះខ្ញុំមិនទាន់មានមាសទាំងនោះទេខ្ញុំនឹងសន្យាយកមាសមកឲ្យអ្នកទាំងពីរនៅថ្ងៃស្អែកសូមអ្នកទាំងពីរមកយកមាសនៅទីនេះចោះខ្ញុំនឹងឲ្យពួកបរិវារយកមាសមកទុកនៅទីនេះតែអ្នកទាំងពីរត្រូវគោរពសន្យាខ្លួនថាមិនមកកាប់ឈើនៅទីនេះទៀតទេលោកតានិងលោកយាយមានចិត្តលោភលន់ក៏ឆ្លើយឲ្យរួចតែពីមាត់យើងសន្យាដល់ពួកឯងទៅចោះព្រឹកស្អែកយើងនឹងមកទីនេះនៅតែពួកឯងក៏ហក់យើងនឹងតាមសម្លាប់ពួកអាស្វាទាំងនេះអស់ជាមិនខានឡើយពេលត្រឡប់ទៅដល់ផ្ទះវិញតានិងយាយទាំងពីរអ្នកប្តីប្រពន្ធក៏គិតថាអីតាវាឯងទៅគិតដូចខ្ញុំដែរទេតាវាហើយឯងគិតយ៉ាងម៉េចទៅនេះខ្ញុំមិនដឹងគិតស្អីទេខ្ញុំគិតថាដឹងតែស្អែកនេះយើងបានមាស1គីឡូហើយណាយាយវាអើយអូយខ្ញុំរំភើបណាស់យាយវាអើយរំភើបពេលកាយកន្លងតែម្ដងហើយមិននឹកស្មានថាទៅកាប់អូសសបែជួបស្វាហើយបានមាស1គីឡូទៀតសប្បាយចិត្តណាស់យាយវាចិត្តខ្ញុំមើលតែបានមាស1គីឡូហ្នឹងមកខ្ញុំនឹងឡើងទៅខេតម្ដងទៅលេងឲ្យសប្បាយណានៃម្ដងទិញទូរស័ព្ទថ្មីមួយទុកគ្រាន់អស់លេង Facebook TikTok នឹងគេហើយយាយវាឯងយ៉ាងម៉េចហ្នឹងស្ដាប់ខ្ញុំនិយាយឲ្យបែរទៅជួញចើអញ្ចឹងមានរឿងអីមែនហ្នឹងទេតាវាខ្ញុំគិតថាថ្ងៃស្អែកនេះពេលពួកស្វានោះមកយកមាសឲ្យយើងគំរាមឲ្យវាប្រាប់កន្លែងទុកមាសតែនោះ
dưỡng nâng đằng thả miệt tục nợ tròn ná dưỡng nâng cặp bầm lại đàm chờ chẳng nụ hao chắp bụ vi dọc trở lụ na ta dưỡng cứ thả đôi chân dưỡng ban chẳng miệt ban chẳng lụ đàm chứa ban chẳng sạch xoa chẳng ổ nô lụ tiết ta tạ vì ai cứ đôi nhom thế liệp sa ca đã lên được một hơi ai rồi lục dày ai bất chỉ miên sniết là bạch cò khlang chieng nhom bật men miên cũng nứt ác rõ là ôn na anh chừng sai ní nhom nâng thưa ta mình dạy bẹ anh hơi ní dây trời cho na nhom bình chật nâng sớm đây bẹ nâng là bạch rồi bỏ lục dày ai ní na bất chỉ miên là bạch là ô lâu sai lang bua sva teng nu có dọc mía mặc ao lục dây lục ta teng pi nẹt nu bỏ ra chip đây có ni dây lang thà ai yo dây vi áo bua asva teng o ni bút chỉ miên mi pra bút men bún tai bua asva teng o bua ai chắp từ dọc mi ở dương o mò pom đội chune tế á tương nâng rùng lương đam chờ ni hao sầm lập bua ai chào chi mình khan hao ai lưu thế đạch sva so cô nức khơ long chật thao như dây thà mà đây cô nẹ chẳng pì mình cổ rụp xuất đã ra đó bọc luôn bài ní bụa nẹ chẳng pì mình xóm chia mình nụ tê ôi sắp đắp đây bà bồn dây ta dưỡng khmiên tê pì ảnh này ảnh nó khmiên pì xuân đã ra khmiên cổ rụp xuân đã ra chỉ mùi sạch sva anh nụ tê bụa ảnh chắp từ dọc miết chẳng o ôi một giờ phim chỉ vượt bộ ảnh nâng smartphone ấy lời hỏi ngốc mà đầu môi miền so bị play ní tê chắp tới phim tới ở lươn tư đách sva so có kết nông chật thà ta nâng dây pi nẹt ở đây propon ní bật chia manu acro khô khơi men nhóm miền tây prap con lai để tục mi ôi bộ quạt đằng hỏi bảo miền là đường ở vây nè pê tới giấc con lai nu bận đòi tới tam cam mà đã bỏ bộ quạt tèm pi tới cho bát lục ta lục dày bơ ẩn chấn nhung prap nẹt tầng pi có bàn chô nẹt tầng pi chô từ nông rung nùng nục cho pru miệt pra chỉ ra nơi tì nục vía chia sầm mặt ra bọc bộ cháo đại ban dốc một lẹ nửa tì nục tại nẹt tầng pi trơi taiประหยัดnâng cà pia khluôn phong tới cho ơi dây vía asvaนี่ปุ๊จิละงงแม่นก็รันแต่กำเรียมสำหรับเวียปนนึงเวียปรับกันไล่แหละมีประตังอ้อยปนได้ยืงปุ๊จิสบายมีนลอยมีนกะหาเลยdây víaเอาตระเอาตาเวียเป็นนี้ยืงมีนลอยมีนประจานหาจ้องทั่วไอ้ก็บ้านได้สบายจังนะบ้านหอยปนนึงนี่dâyจะมวยปุ๊asvaไอ้บ้านหอยกอมโบบ้านนี่dâyจานชับจูนยืงเตอฟิล์มពេលដែរលោកតាលោកយាយដើរទៅដល់ក្បែរមាត់រុងក៏បានឃើញមាសយ៉ាងច្រើននៅទីនោះបុរសជាប្តីក៏បាននិយាយថាអូវ៉ាវណែសុទ្ធតែមាសតែម្ដងណាយាយវាអើយប៉ុណ្ណាកុំថាឡើយភ្នែកបីពណ៌តាក្រូចពីរទេខ្ញុំទិញពីរយកមកចែកឲ្យយាយប៉ែឯងប្រើមួយដែរហើយសប្បាយចិត្តណាស់យាយប៉ែវាយាយវាឯងសប្បាយចិត្តដូចខ្ញុំទេហើយមើលយាយវាមើលអត់មើលហប់ញាក់សាច់តែម្ដងសុទ្ធតែមាសតែម្ដងយាយឯងអើយយើងខ្លាចជាអ្នកមានអើយប៉ុណ្ណេះតាវាអើយតាវាឯងនេះនិយាយត្រូវឯទាំងអស់ហ្នឹងខ្ញុំនេះក៏សប្បាយចិត្តតែប៉ុណ្ណេះខ្ញុំបានអាភ្នែក3ពណ៌តាក្រូចពីរទេប្រើនឹងគេហើយអូយតាវាកុំនៅនិយាយបោបាច់ឆាប់ទៅប្រមូលមាសទាំងអស់យកទៅណាតាតន់ស្ងាត់យើងយកទៅទុកនឹងផ្ទះឲ្យទាំងអស់ទុកទៅទិញ iPhone ភ្នែក3 2ទេម្នាក់មួយអើយសប្បាយចិត្តណាស់អើយតាវាអើយដោយមិនបងអន់យូរលោកតាលោបលុននិងលោកយាយចង់បានក៏ចូលទៅប្រម៉ែប្រមោមាសពេជ្រកែវកងដាក់បញ្ចូលនៅក្នុងបឹងវិចដើម្បីស្ពាយមកផ្ទះរំពេជ្រនោះដោយសេចក្តីលោភលន់ទាំងពីរមិនបានគិតមើលសពគ្រងជ្រោយមិនដឹងថាមាសពេជ្រកែវកងដែលនៅទុកនៅទីនោះមានអ្នកចាំថែរក្សាគឺពស់យក្សមួយដ៏ធំដែលមានពឹសសាហាវកំពុងនៅយាមក្បែរនោះលោកតាក៏បានចូលទៅត្រកងមាសពេជ្រនោះរំពេជ្រនោះក៏មានពស់យ៉ាងធំចេញមកពីក្នុងរូងចឹកលោកតាស្លាប់បាត់បង់ជីវិតឯលោកយាយពេលឃើញលោកតាស្លាប់ក៏រត់ផិតភ័យតែមិនជាអ្វីពស់ដល់កំណាចក៏ចឹក
លោកយាយស្លាប់ទៅទាំងពីរព្រមគ្នានេះគឺជាលទ្ធផលដែលមិនគោរពពាក្យសន្យានិងមានចិត្តលោភលន់ហួសប្រមាណនាំឲ្យកើតសេចក្តីអន្តរាយដល់ជីវិតខ្លួនឯង